នៅថ្ងៃប្រហោះទី7 ខែឧសភាឆ្នាំ2026មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ2025និងទិសដៅអនុវត្តបន្តឆ្នាំ2026នៅសាលប្រជុំសែនក្រអូបកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជឹមណនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានមន្ទីរថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលប្រធានការិយាល័យជំនាញមន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យាសរុបប្រមាណ156នាក់កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលលទ្ធផលការងារសំខាន់ៗដែលមន្ទីរសម្រេចបានក្នុងឆ្នាំ2025លើវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទព្រមទាំងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារនិងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ2026ក្នុងអង្គប្រជុំថ្នាក់ដឹកនាំនិងមន្ត្រីជំនាញបានធ្វើបទបង្ហាញអំពីសកម្មភាពការងារសំខាន់ៗដែលបានអនុវត្តកន្លងមករួមមានការជំរុញផលិតកម្មកសិកម្មការគាំទ្របច្ចេកទេសដល់ប្រជាកសិករការអភិវឌ្ឍសហគមន៍កសិកម្មនិងការគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ធភាពជាមួយគ្នានោះផងដែរអង្គប្រជុំក៏បានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់បានលើកឡើងនូវបញ្ហាប្រឈមនានាសំណើនិងសំណុំពរពាក់ព័ន្ធនឹងការអនុវត្តការងារជាក់ស្ដែងដើម្បីរួមគ្នាពិភាក្សានិងស្វែងរកដំណោះស្រាយសមស្របក្នុងគោលបំណងកែលម្អគុណភាពការងារនិងប្រសិទ្ធភាពការអនុវត្តការងារឲ្យកាន់តែប្រសើរតាមរយៈកិច្ចប្រជុំនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបន្តបង្ហាញពីការបដិញ្ញាចិត្តក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើននិរន្តរភាពនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករនិងស្ថានភាពអភិវឌ្ឍសង្គមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន